មនុស្សកើតឆ្នាំរកាធៀបដៃពងទេវតាប្រុសមនុស្សប្រុសស្រីដែលកើតឆ្នាំនេះទំនាយទាយថាជាមនុស្សចិត្តស្រាលឆាប់ខឹងតែមិនចេះមានគំនុំច្រើនមានតែភាពក្លាហានមោះមុតហ៊ានសម្រេចកិច្ចការអ្វីៗទាំងអស់បានដោយមិនចាំបាច់ពឹងពាក់អ្នកដទៃពីតូចអភ័ព្វញាតិលុះក្រោយមកដល់បានជួបជុំវិញតែប្រយ័ត្នក្នុងការសេពគប់មិត្តព្រោះច្រើននាំទុក្ខទោសមកដល់ខ្លួនធ្វើគុណឲ្យអ្នកដទៃច្រើនបានទោសមកវិញមនុស្សកើតឆ្នាំនេះរពេចជាមនុស្សស្រឡាញ់ស្អាតមានរបៀបរៀបរយវាចានិយាយស្ដីសុភាពរៀបសារទន់ភ្លន់គួរជាទីពេញចិត្តរបស់អ្នកស្ដាប់ជាមនុស្សចិត្តបុណ្យស្រឡាញ់ភាពយុត្តិធម៌មានគំនិតប្រាជ្ញាវាងវៃជាទីពឹងពាក់អាស្រ័យដល់បងប្អូនញាតិមិត្តទាំងឡាយឆាប់ខឹងតែឆាប់បាត់ឥតចេះចង់គំនុំគុំគួនយូរតែច្រើនមាននិស្ស័យរញ៉ាំរញ៉ៅកិច្ចការអ្វីៗបើមិនបានទៅធ្វើដោយខ្លួនឯងផ្ទាល់ចេះតែមិនអស់ចិត្តចូលចិត្តឲ្យគេលើកកម្ពស់ខ្លួនឲ្យគេកោតសរសើរច្រើនប្រះចាកចិញ្ចោលពីញាតិមិត្តតាំងពីតូចច្រើនមិនបាននៅទីកន្លែងកំណើតជាមនុស្សមានតណ្ហាខ្លាំងឆាប់ស្រឡាញ់ឆាប់ណាយគូព្រេងទាល់តែចេះយកយល់ចិត្តថ្លើមគ្នាឲ្យមែនតែនទៅបានសុខសាន្តជាយូរអង្វែងមុខរបរដែលស័ក្តិសមជាងគេសម្រាប់មនុស្សដែលកើតឆ្នាំនេះគឺធ្វើគ្រូបច្ចេកមេធាវីឬការងាររដ្ឋក្នុងផ្នែករដ្ឋបាលបើធ្វើស្រែចម្ការឬការងារដែលយកកម្លាំងទៅបដូរមិនសូវជាបានផលប៉ុន្មានទេ